ថ្ងៃហ្នឹងខ្ញុំបង្ហាញពីករណីខេសមួយដែលយើងបានឃ្វាលទៅលើអ្នកជំងឺម្នាក់ដែលមានកពិញប៉ូស្តាទរិកទំហំ63ក្រាមចំពោះជាក់ស្ដែងជំងឺនេះគាត់មានរោគសញ្ញាចូលមកគឺនោមអត់ចង់ចេញនោមមកចេញតបិទជើងញឹកញាប់មួយថ្ងៃចូល20ទៅ30ដងជាពិសេសនៅពេលយប់ហ្មងពេលយប់គឺគាត់អត់បានសម្រានទេបិទជើងតូចលើសពី10ដងហើយជួនកាលគាត់នោមមកមានឈាមទៀតផងចឹងគាត់បានមកអញ្ជើញមកប្រឹក្សាយោបល់មួយខ្ញុំនៅពេលយើងធ្វើអេកូយើងឃើញថាទំហំកពិញប៉ូស្តាតរបស់គាត់ហ្នឹងគឺ65ក្រាមហើយលយចូលក្នុងប្លង់នោមហ្នឹង2សង់ទីម៉ែត្រជាងហើយចំពោះមើល Euroflow គឺគាត់នោមសឹងតែខ្សោយមែនតែនចង្វាក់ទឹកនោមគាត់អត់បានដល់10ផងបន្ទាប់មកយើងបានយកទឹកនោមគាត់ទៅមើលហើយតាក់ទងជាមួយនឹង PSA ក៏អត់មានឡើងដែរគឺធម្មតាគឺដូចជា2 nanogram ក្នុង1 ml ទេយើងក៏បានបញ្យល់គាត់អំពីការប្រើប្រាស់ថ្នាំអញ្ចឹងអ្នកជំងឺប្រើប្រាស់ថ្នាំក្នុងរយៈពេល4សប្តាហ៍ដែលយើងបានតម្លើងកម្រិតថ្នាំនោះរហូតដល់2ដងហើយប៉ុន្តែអ្នកជំងឺអត់មានអាការៈធូរស្បើយទេតាមរយៈយើងធ្វើ score IPS បូកជាមួយនឹងយើងឲ្យគាត់នោមដាក់ម៉ាស៊ីនប៉ុន្តែអត់មានឃើញបែបពលក្រោយពីប្រើប្រាស់ថ្នាំយើងក៏បញ្យល់គាត់ក្នុងការប្រើប្រាស់មធ្យោបាយខ្វៀលនៃកពិញប៉ូស្តាតអញ្ចឹងចំពោះជំងឺនេះខ្ញុំបានធ្វើជូនគាត់រួចរាល់ពីទំហំ63ក្រាមមកត្រឹមតែ19ក្រាមតែប៉ុណ្ណោះអញ្ចឹងអ្នកជំងឺសឹងតែលែងលបឡើងវិញហើយព្រោះយើងយកបានលើសពី80%នៃកពិញប៉ូស្តាតគាត់មធ្យោបាយខ្វៀលនេះគឺល្អមែនតើបើប្រៀបធៀបជាមួយនឹងការកោសនៃកពិញប៉ូស្តាតសូមអរគុណ